មួយទៀតបើនិយាយពីក្តីសម័យសម្រាប់អាត្មាមានច្រើនកាលមុនតាំងពីក្មេងមកមានក្តីសម័យដំបូងចង់ខ្លាយជាកម្មករសំណង់ដោយសារឃើញពុកគាត់ធ្វើសំណង់ចាក់លូចាក់គល់បងតាមផ្ទះគេអញ្ចឹងទៅមានអារម្មណ៍ថាខ្លួនឯងស្រឡាញ់ជាងសំណង់មែនទេកាលពីក្មេងកាលនោះមានអារម្មណ៍ចូលចិត្តហ្មងទោះបីជាគេត្រូវបញ្ជូនអាត្មាទៅសាលាក៏អាត្មាអត់ចង់ទៅដែរអញ្ចឹងប៉ុន្តែមុននឹងក្រោយមកអាត្មាចាប់ផ្ដើមមកនៅវត្តឃើញវត្តមានអារម្មណ៍ថាចង់ធ្វើកូនសេកលោកកាលនោះដោយសារនៅវត្តសបោមសោមហើយនំតកៅអីចឹងថានៅក្មេងអាត្មាចូលចិត្តអញ្ចឹងមានក្តីសម័យបាទមួយឆាយអញ្ចឹងប៉ុន្តែពីមុនដំបូងគឺចង់ធ្វើសំណង់ដោយសារពុកគាត់ជាកម្មករសំណង់ស៊ីឈ្នួលធ្វើសំណង់អញ្ចឹងកូនចិត្តគឺចង់ធ្វើអញ្ចឹងដល់ក្រោយមកចង់ធ្វើជាក្មេងវត្តហើយធ្វើបានមួយរយៈក៏ឈប់ធ្វើទៅក៏រត់មកធ្វើសំណង់វិញជាមួយពុកក្រោយមករយៈពេលជាយូរដែរបានយើងចាប់ផ្ដើមផ្លាស់ប្ដូរទីលំនៅទៅនៅឆ្ងាយទៅយើងធ្វើចំការដំបូងយើងទៅកាប់ព្រៃឆ្ការអីផ្សេងដើម្បីដាំស្រូវកាលហ្នឹងគេមានអង្គការគេចែកឲ្យយើងក្រីក្រអញ្ចឹងយើងដាំគេហៅដាំមិនវិញយើងចាំមន់ចាំទាអញ្ចឹងអង្គការគេឲ្យយើងគេឲ្យយើងចាំឲ្យយើងដាំបន្លែដាំអីអញ្ចឹងគេចែកគ្រាប់ឲ្យយើងអញ្ចឹងកាលនេះយើងដាំសតែដីនៅជុំវិញផ្ទះយើងដាំស្រូវមានពូជស្រូវគេឲ្យយើងដាំកាលនោះគេហៅអង្គការសូអាអញ្ចឹងថ្មចាំព្រោះអង្គការហ្នឹងគេមានអក្សរ Z មួយហើយថ្មចាំនឹងមានអក្សរ Z ពីរមុខហើយទង់ជាតិវាមានផ្កាយជុំវិញថ្មនៅក្មេងៗចាំព្រោះថ្មធ្លាប់គេចែកឲ្យយើងដាំគ្រាប់ដាំអីគេមកបរៀនយើងនៅភូមិនៅអីចឹងផ្ទះមេឃុំអញ្ចឹងនៅថ្មនៅមានក្តីសម័យច្រើនរហូតដល់ក្រោយមករយៈពេលបានបួសក៏មានក្តីសម័យដែរក្តីសម័យគឺថាសងគុណលោកឪពុកអ្នកម្ដាយថាបួសថាសងគុណលោកគេថាបួសនេនសងគុណម្ដាយយើងបួសផឹកសងគុណឪពុកក៏បួសសាមណេរហ្នឹងនឹកឃើញសងគុណម្ដាយដែរដល់ក្រោយថាសឹកហើយគិតណាដល់ពេលទៅគេថាលោកឪពុកអ្នកម្ដាយថាឲ្យបានសងគុណឪពុកមួយទៀតទៅក៏បួសផឹកក៏បួសជាប់រហូតដល់សប្តាហ៍ហ្នឹងទៅក៏ចេះតែបានរៀនតនឹងចង់អស់លុយបន្តក៏ចង់សឹកទៅក៏បានឱកាសពីមនុស្សជុំវិញខ្លួនមួយក្រុមដែលបានជួយអាត្មាហើយអាត្មានឹងបើកបង្ហាញឆាប់ៗឲ្យថាតើមនុស្សជុំវិញខ្លួននោះតើជានរណាអាត្មានឹងបើកបង្ហាញឆាប់មិនយូរទេអញ្ចឹងអានឹងនិយាយពីបទពិសោធន៍ការរស់នៅហើយបច្ចុប្បន្នអាត្មាបានឱកាសការរៀននឹងដោយរបៀបណាគឺណានោះអាត្មានឹងប្រាប់បន្តបន្ទាប់ទៅរហូតអញ្ចឹងហ្នឹងហើយនឹងសូមជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណ